បាទសូមបកគ្រប់នឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅបើ Channel បាទ EP Learning ជាទីមេត្រីសូមបាទជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទអត្ថបទថ្មីក៏ដូចជាក្បួនគុណគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃបាទគឺនេះផងដែរលោកគ្រូក៏សូមធ្វើការបញ្ជម្រាបជូននៅគឺហោរាសាស្ត្រធំប្រចាំខែមិថុនាឆ្នាំ2025នេះតើតើជាមួយនឹងហោរាសាស្ត្រធំនេះផងដែរលោកគ្រូសូមធ្វើការបញ្ជាក់ថាលោកគ្រូសូមធ្វើការដកស្រង់នៅចំណុចលៀបចំណុចជ័យឬក៏គេហៅថាបើគឺកតាលៀបសំណាងដើម្បីយកមកសង្ខេបយកមកបកស្រាយចែកជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាតែប៉ុណ្ណោះដោយឡែកចំពោះដូចជាបញ្ហាផ្សេងក៏ដូចជាបាទចំណុចដែលមិនល្អនោះលោកគ្រូនឹងធ្វើការបកស្រាយនៅបាទគឺអត្ថបទក្រោយទៀតបាទអញ្ចឹងដើម្បីឲ្យអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំទាំង12ពិសេសគឺឆ្នាំរោងម្សាញ់មមីមម៉ែបានជ្រាបបានដឹងអំពីទំនាយបាទរាសីប្រចាំខែមិថុនាយ៉ាងណានោះក៏សូមពុកម៉ែបងប្អូនក៏ដូចជាទស្សនិកជនមកទស្សនានៅខ្លឹមសារនៅជើងលេខរបស់លោកគ្រូហៅដូចតទៅបាទបើយោងទៅតាមបាកាគុណគូរបស់ស្ដេចហោគឺលោកគ្រូខៅលីខិនលោកគ្រូបានធ្វើការព្យាករណ៍នៅជើងលេខជូនចំពោះឆ្នាំទាំង12ហើយជើងលេខនីមួយគឺសិតសឹងតែបាទគឺបកស្រាយច្បាស់ចំដែលស្របទៅតាមក្បួនស្របទៅតាមទំនាយ 100% បាទនៅពេលនេះលោកគ្រូសូមធ្វើការបន្តបង្ហាញនៅហោរាសាស្ត្រធំជូនចំពោះឆ្នាំចំនួន4គឺឆ្នាំរោងម្សាញ់មមីមម៉ែទូទាយសម្រាប់ខែមីនាបាទសំទោសខែមិថុនាបាទអញ្ចឹងសម្រាប់ឆ្នាំជាដំបូងគេនេះគឺត្រូវជាមួយនឹងឆ្នាំរោងបាទជូនចំពោះឆ្នាំរោងជាពិសេសពិតជាមានលៀបមានជ័យពិតប្រកបមែនក្នុងរឿងស្នេហាក្នុងខែមិថុនានេះឬក៏ខែ6នេះពិសេសនោះគឺនៅដើមខែមិថុនាតែម្ដងមានមនោសញ្ចេតនាដែលជួយឲ្យផ្លូវចិត្តរបស់អ្នកកាន់តែសប្បាយរីករាយនិងក៏កាន់តែមានបាទគឺសុទថិនិយមក្រៃលែងបាទដោយឡែកចំពោះអ្នកដែលនៅលាវអ្នកនឹងคล้ายទៅជាបទពិសោធន៍ផ្លូវចិត្តបាទដ៏ថ្មីនឹងគួរឲ្យរំភើបដូចគ្នារបស់បាទគឺអ្នកនាពេលខាងមុខផងដែរសម្រាប់គូស្នេហ៍ទាំងពីរកំពុងតែផ្អែមល្ហែមជាមួយគ្នាអ្វីដែលអ្នកត្រូវធ្វើគឺទុកចិត្តដៃគូឲ្យច្រើនជាងនេះហើយទំនាក់ទំនងស្នេហាថ្មីថ្មោងក៏កាន់តែរឹងមាំក៏កាន់តែស៊ីវិល័យបាទពេលមានបញ្ហាចូលពញាពេលបាទព្យាយាមបាទប្រស្រ័យតាក់ទងគ្នាឲ្យស្មោះត្រង់ជាជាងរក្សាបាទវាទុកក្នុងកិច្ចការងារហើយឲ្យបាទគឺអ្នកដតីយល់បាទដោយខ្លួនឯងនោះវានឹងកំណត់ការយល់ច្រឡំជាច្រើនរវាងអ្នកទាំងពីរបាទអញ្ចឹងនេះគឺជាបាទគឺតាក់ទងជាមួយនឹងសេចក្តីស្នេហាក្នុងខែមិថុនាបើយើងក្រឡេកមកមើលទិដ្ឋភាពការងាររក្សាបាននៅដំណើរការគឺស្ថិរភាពក្នុងខែនេះបាទទិដ្ឋភាពការងាររបស់លោកអ្នកគឺល្អប្រពៃដំណើរការរលូនដូចគ្នាផងដែរដោយសារតែអ្នកតែងតែព្យាយាមអស់ពីសមត្ថភាពអស់ពីកម្លាំងកាយចិត្តអស់ពីបាទគឺការដែលប្រឹងប្រែងបង្ហាញអំពីភាពជាក់ស្ដែងរបស់អ្នកដើម្បីឲ្យផែនការទាំងអស់ប្រព្រឹត្តទៅបាទគឺតាមលំដាប់លំដោយត្រឹមត្រូវបាទសម្រេចបាននៅវឌ្ឍនភាពដ៏អស្ចារ្យ
ឋានៈលើឬក៏ជាវាយនាយរបស់អ្នកมันមានអ្វីដែលត្រូវត្អូញត្អែអំពីការអនុវត្តកិច្ចការងាររបស់លោកអ្នកនោះឡើយឃើញថាដំណើរការដោយរលូនតែម្ដងបាទបើយើងបកមកមើលទស្សនវិជ្ជាបាទការរកស៊ីជួញដូរបើយើងនិយាយទៅគឺចំពោះអ្នកលក់ដូរវិញម្ដងអ្នកលក់ដូរក្នុងបាទខែមិថុនានេះបើឃើញថាអតិថិជនចាស់អតិថិជនថ្មីបាទគឺមិនមានការបាទគឺថមថយនៅឡើយហើយក៏មានការបាទគឺសម្រុកទិញឬក៏បាទអាចនឹងបាទគឺមកវិនិយោគជាមួយលោកអ្នកនៅពាក់កណ្ដាលខែមិថុនាទៅទៀតគឺពាក់កណ្ដាលខែ6អញ្ចឹងអ្វីៗទាំងអស់គឺដំណើរការដោយរលូនហើយមានលៀបមានជ័យទៅទៀតបាទលោកគ្រូសូមធ្វើការបន្តបង្ហាញនៅចំណុចលៀបសំណាងវិញដោយសារតែខែនេះបាទគឺត្រូវនឹងបាទគឺខែ6ខែមិថុនាបើតាមក្បួនសូមបង្ហើបប្រាប់ថាគឺមានផ្កាយនៃផ្កាយទ្របឬក៏គេហៅផ្កាយនាំសំណាងបានបង្ហាញបានផុសបាទគឺបានបាទសាយភាយនៅពន្លឺបង្ហាញបាទគឺភាយពេញមួយខែបាទមិថុនាតែម្ដងហើយនៅចុងខែឃើញថាបញ្ចេញពន្លឺខ្លាំងអញ្ចឹងមានថាលៀបជ័យគឺខ្លាំងមែនទែននៅចុងខែបាទអញ្ចឹងយើងឃើញថាបើយោងទៅតាមការបកស្រាយនៅការសង្ខេបបាទចំណុចលៀបជ័យចំណុចរឿងល្អៗដែលយកមកបង្ហាញចែកជូនចំពោះឆ្នាំរោងនៅពេលនេះក៏បានគ្រប់គ្រាន់នៅឡើយទៅពុកម៉ែបងប្អូនបាទគឺទទួលយកនៅលៀបជ័យឬក៏ទទួលយកនៅចំណុចល្អៗពីសំណាក់ជើងលេខរបស់លោកគ្រូហៅតែប៉ុណ្ណោះលោកគ្រូសូមបញ្ជាក់ថាមនុស្សម្នាក់បាទគឺតែងតែមានគ្រោះប៉ុន្តែគ្រោះលោកគ្រូនឹងធ្វើការបកស្រាយនៅអត្ថបទក្រោយឬក៏វីដេអូក្រោយដែលប្រាប់អំពីវិធីសាស្ត្រក្នុងការកែគ្រោះនៅទៅទៀតតែនៅពេលនេះលោកគ្រូសូមធ្វើការបង្ហាញតែចំណុចលៀបជ័យដើម្បីឲ្យអស់លោកអ្នកបានជ្រាបហើយក៏សាទរហើយក៏ខមមិនបួងសួងឲ្យកាន់តែល្អឲ្យកាន់តែពិសេសបាទក្នុងខែ6ទាំងអស់គ្នាជូនចំពោះឆ្នាំបាទគឺរោងនេះបាទផងដែរបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តនៅបាទគឺហោរាសាធំប្រចាំខែមិថុនាឆ្នាំ2025ជូនចំពោះឆ្នាំម្សាញ់វិញម្ដងបាទបន្ទាប់ពីឆ្នាំរោងឆ្នាំម្សាញ់ក៏មានអ្វីពិសេសដែលបាទលោកគ្រូចង់ធ្វើការជម្រាបបាទចែកជូនទៅដល់លោកអ្នកឲ្យបានជ្រាបដូចគ្នាបាទលោកអ្នកក៏ដឹងហើយថាឆ្នាំម្សាញ់ក្នុងខែនេះមានឱកាសគឺឡើងឋានៈឡើងតួនាទីក៏ដូចជាឡើងប្រាក់ខែនោះគឺមានឱកាសច្រើនបាទពួកគេចូលចិត្តបង្កើតមិត្តដែលជាប្រភេទដល់គឺជាប្រភេទមិត្តដែលសម្បូរបាទប្រភពនៃទ្រព្យសម្បត្តិឥតឈប់ឈរលើពីនេះទៅទៀតអ្នកដែលកើតឆ្នាំម្សាញ់ឬក៏ឆ្នាំពស់នេះគឺជាមនុស្សដែលចូលចិត្តបាទលាក់អារម្មណ៍មិនចង់ឲ្យអ្នកដតីមកបាក់គំរាមកំហែងឬក៏ជ្រៀតជ្រែកសេរីភាពរបស់ខ្លួននោះឡើយពិតណាស់ឆ្នាំម្សាញ់បាទគឺជាឆ្នាំដែលក្លាហានបាទមានមហិច្ឆតាក៏ដូចជាមានការបដិញ្ញាខ្ពស់បាទប្រសិនបើមនុស្សដែលកើតឆ្នាំម្សាញ់អាចរក្សាអាកប្បកិរិយាប្រកបទៅដោយសន្តិភាពនិងសោតុធិនិយមពេញមួយខែនេះនោះជីវិតនឹងកាន់តែសម្បូរបែបសម្បូរបាយបាទសម្បូរទៅដោយបទពិសោធន៍ជីវិតដែលធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការយកឈ្នះលើឧបសគ្គនានាបានទាំងអស់បាទក្រៅពីនេះពួកគេមិនចូលចិត្តបាទចូលរួមក្នុងរឿងអាស្រូវឬក៏បាទធ្វើតាមបាទនិតិខៈនោះឡើយបាទដោយការខិតខំប្រឹងប្រែងក្នុងខែ6ឬក៏ខែមិថុនានេះឆ្នាំម្សាញ់នឹងឈានដល់កម្រិតនៃថ្មីមួយទៀតក្នុងការងារប្រហែលជាការឡើងឋានៈផ្ទេរការងារដែលបាទជាការងារស្នូលហើយជាការងារដែលអាចឡើងតួនាទីពួកគេជាមនុស្សមានគំនិតបាទគំនិតដល់ក៏ដូចជាមានការតាំងចិត្តខ្លាំងបាទទាញបាទគឺនៅកន្លែងធ្វើការងារតែម្ដងបាទពិតជាអស្ចារ្យណាស់ចំពោះការបាទដែលលោកអ្នកបំពេញកិច្ចការងារឃើញថាក្នុងខែនេះយអូរស័យឡើងកប់តែម្ដងបាទប្រាក់ខែឬក៏បាទឥទ្ធិពលនៃការប្រព្រឹត្តការងាររបស់លោកអ្នកគឺបានបញ្ចេញថាមពលខ្លាំងណាស់ដោយឡែកបើយើងបកមកមើលទស្សនវិជ្ជានៃការលក់ដូរឬក៏ការវិនិយោគផ្សេង
ក្នុងខែនេះគឺមិនសូវជាអំណោយផលខ្លាំងដល់កម្ពុជានោះទេចំពោះការវិនិយោគដោយសារតែបើវិនិយោគគឺមាននៅឧបសគ្គបាទប្រសិនបើលោកអ្នកបាទដឹងហើយថាក្នុងខែ6គឺជារដូវកាលភ្លៀងបាទអញ្ចឹងវិនិយោគមួយចំនួនអាចប្រឈមនឹងបញ្ហាផ្សេងដែលកើតឡើងហើយមិនតែប៉ុណ្ណោះបាទលោកអ្នកបាទត្រូវប្រយ័ត្នជាមួយនឹងការវិនិយោគដោយបើមិនបានបើពិនិត្យមើលបាទគឺបាទគម្រោងច្បាស់លាស់បាទអញ្ចឹងបើយើងក្រឡេកមកមើលសេចក្តីស្នេហាវិញបាទឆ្នាំម្សាញ់បាទគឺទស្សនវិជ្ជានៃសេចក្តីស្នេហាឃើញថាដំណើរការល្អបាទមិនមានជារឿងអាស្រូវឬក៏រឿងរកាមរកោសចិត្តនោះឡើយអ្វីៗទាំងអស់គឺបាទគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកទាំងពីរបាទគឺស្នេហាបាទគឺទាំងទ្វេតែម្ដងបាទអញ្ចឹងចំពោះនេះគឺជាអូរិស័យជាការសង្ខេបបែបខ្លីបាទដើម្បីបកស្រាយដល់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់បានជ្រាបនៅជើងលេខបាទអញ្ចឹងប្រសិនបើលោកអ្នកបាទគិតថាបាទគឺចង់ឲ្យជើងលេខនេះកាន់តែឆុតឬក៏សូមធ្វើការបួងសួងបន់ស្រន់នោះក៏កាន់តែល្អប្រសើរហេងបាទក្នុងខែមិថុនាទាំងអស់គ្នាបាទជាបន្តទៅទៀតលោកគ្រូក៏សូមធ្វើការបន្តនៅជើងលេខជូនចំពោះឆ្នាំបន្ទាប់គឺឆ្នាំមមីវិញម្ដងបាទឆ្នាំមមីបន្ទាប់ពីឆ្នាំម្សាញ់ឆ្នាំមមីសូមឡើងបាទកម្ពូលនៃជើងលេខវិញម្ដងបើយោងទៅតាមបាទទំនាយពីសំណាក់លោកគ្រូហោមពីហោរាសាស្ត្រធំជូនចំពោះឆ្នាំមមីលោកអ្នកដឹងទេថាក្នុងខែថ្មីខែមិថុនាឆ្នាំ2025នេះអ្នកដែលកើតឆ្នាំសត្វសេះជាឆ្នាំដែលបង្ហាញអំពីជំនាញវិជ្ជាជីវៈយ៉ាងស្ទាត់ជំនាញរបស់អ្នកអាចត្រូវបានគេលើកកម្ពស់ខ្ពស់នៅពេលនេះថ្មីត្បិតតែបាទគឺបរិមាណការងារមិនតូចក៏ដោយប៉ុន្តែអ្នកបើចេះរក្សាតុល្យភាពពេលវេលាច្បាស់លាស់ទាញយកប្រយោជន៍ពីភាពខ្លាំងរបស់វាដូចនេះហើយវាដោះស្រាយបានយ៉ាងប្រកបទៅដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់ដោយមិនធ្វើឲ្យបាទខ្លួនវាបាទគឺផ្ទុកលើសទម្ងន់នោះឡើយដូច្នេះតកតងជាមួយនឹងកតាលៀបសំណាងឃើញថាភ្លឺស្វាងពេលមានបាទទេពកោសលជួយគ្រប់គ្រងអ្នកក៏មានទំនុកចិត្តលើខ្លួនឯងគ្រប់គ្រាន់ហ៊ានគិតហ៊ានធ្វើហ៊ានអនុវត្តសម្រេចចិត្តនៅពេលដែលបាទត្រឹមត្រូវមួយពេលឱកាសមកដល់អ្នកមិនຕົកពេលវេលាចោលទេដូច្នេះលុយនៅតែមកផ្ទះបាទឆ្លៀតឱកាសនេះអាចពង្រីកបាទទំហំបានយ៉ាងក្លាហានដើម្បីឆ្ពោះទៅរកគោលដៅធំយ៉ាបាទគឺជាក់ជាពុំខានបាទក្នុងកិច្ចការងារស្នេហាមនុស្សនៅលីវដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមនឹងអាចពង្រឹងទំនាក់ទំនងបង្កើតបាទគឺឱកាសស្វែងរកដៃគូយល់ចិត្តជាងនេះទៅទៀតកាលណាអ្នកជួបមនុស្សកាន់តែច្រើនបទពិសោធន៍កាន់តែសម្បូរបែបដែលអ្នកនឹងមានក្នុងជីវិតដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតនិងការងាររបស់អ្នកបាទអញ្ចឹងយើងឃើញហើយថាបាទគឺបើយោងទៅតាមទំនាយទាំង3ចំណុចនេះទាំងចំណេះវិជ្ជាជីវៈទាំងការងារឃើញថាសមិទ្ធផលល្អអំណោយផលនៃបាទការងារគឺខ្ពស់ហើយបាទតើតើជាមួយនឹងលៀបសំណាងក៏មានច្រើនបូករួមជាមួយនឹងចំណេះជំនាញបូករួមជាមួយនឹងទេពកោសល្យក្នុងខែមិថុនានេះគឺសម្បូរបែបមែនតែនហើយចំពោះកិច្ចការងារស្នេហាវិញក៏ឃើញថាគឺមានការលេចធ្លោនៅក្នុងសង្គមហើយក៏ជាមនុស្សដែលជួយសង្គមខ្លាំងទៅទៀតបាទឃើញថាបទពិសោធន៍មិនធម្មតានោះឡើយឆ្នាំមមីឈរលើកកំពូលនៃជើងលេខពិសេសអញ្ចឹងសង្ឃឹមថាម្ចាស់ឆ្នាំកំណត់ឆ្នាំមមីចូលរួមអបអរសាទរទាំងអស់គ្នាណាក្នុងខែមិថុនាគឺជើងលេខល្អគ្រប់ចំណុចទាំងអស់បាទអញ្ចឹងបាទឆ្នាំមមីក៏មិនពាក្យសាធុលោកគ្រូក៏សូមធ្វើការទូទាញនៅឆ្នាំបន្ទាប់គឺឆ្នាំពប៉ែឬក៏ឆ្នាំមម៉ែវិញម្ដងបាទប្រកាសណាឆ្នាំមម៉ែបាទនៅក្នុងខែមិថុនាឬក៏ខែ6នេះមាន
វិជាវិបាទគឺវិជារណញ្ញាណខ្ពស់ព្រោះមានដំណឹងល្អចូលមកដូចគ្នាព្រមគ្នាពិតជាពិសេសណាស់សំណាងក្នុងអាជីពមិនមានអ្វីរាំងស្ទះទេឆ្នាំមកម៉ែត្រូវដោះស្រាយរឿងដែលស្ងប់ស្ងាត់និងមានភាពចាស់ទុំខិតខំប្រឹងប្រែងទាញយកបទប្រយោជន៍ពីបទពិសោធន៍ដែលលោកអ្នកមានអ្នកដែលកើតឆ្នាំពពែច្រើនតែទទួលបាននៅសេចក្តីអំណរសាទរមានភាពចាស់ទុំនិងចិត្តស្ងប់ស្ងាត់បាទគឺធ្ងន់តែម្ដងវាសនាមានសភាពបាទគឺដោះស្រាយសមត្ថភាពដោះស្រាយបញ្ហាខ្លាំងចំពោះរឿងដែលកើតឡើងអ្នកដែលកើតឆ្នាំពពែតែងតែមានសុទធិនិយមអ្នកដឹងអំពីរបៀបថែរក្សាជីវិតខ្លួនឯងមនុស្សដែលកើតឆ្នាំពពែជីវិតបាទគឺសន្តិភាពនិងរលូនតែងតែនាំមកនៅធម៌ពលវិជ្ជមានជានិច្ចបាទក្នុងខែនេះឬក៏ខែ6នេះអ្នកដែលកើតឆ្នាំពពែត្រូវបានគេព្យាករណ៍ថានឹងផ្លាស់ប្ដូរបាទគឺទេសភាពនៃអាជីពរបស់បាទពួកគេនៅថ្ងៃអនាគតឬក៏បន្ទាប់ពីខែនេះរាសីរបស់លោកអ្នកក៏កាន់តែល្អប្រសើរជាងខែនេះទៅទៀតដំណើរជីវិតនឹងមានភាពបាទសុខសាន្តគ្មានអ្វីទុក្ខព្រួយនោះឡើយចំណែកស្នេហាវិញក៏ឃើញថាល្អប្រសើរទោះថាយ៉ាងណាក៏ដោយដំបូលមានសម្រាប់បពពែត្រូវនៅឲ្យឆ្ងាយអំពីបាទមនុស្សដែលបាទគឺមានចិត្តខូខើឬក៏បាទនៅឲ្យឆ្ងាយអំពីបាទមនុស្សដែលមានចិត្តឈ្នានីសឬក៏កុំបាទរាប់អានជាមួយនឹងអ្នកដែលប្លែកមុខឲ្យសោះព្រោះអីបាទនេះគឺជាការបាទបង្ហាញច្បាស់ប្រសិនបើលោកអ្នកបាទធ្វើការបាទគឺមិនប្រយ័ត្នប្រយែងឬក៏ធ្វើការដោយថ្លោះថ្លួយមិនបានគិតមុខគិតក្រោយបាទគឺឆ្នាំម៉ូម៉ែនេះគឺប្រឈមនឹងគ្រោះបាទហើយបាទបាត់លៀបជ័យហើយបង្កជាគ្រោះត្រឡប់មកវិញបាទអញ្ចឹងឃើញថាគ្រប់ចំណុចទាំងអស់ឃើញថាវិសេសវិសាលហើយនៅឡើយទៅពុកម៉ែបងប្អូនត្រូវតែប្រយ័ត្នចំពោះការណែនាំនៅចំណុចប្រមាណនេះព្រោះអីការណែនាំគឺជាការកែតម្រង់ឬក៏បើកែសម្រួលរាសីប្រចាំខែបើលោកអ្នកបាទគឺអាចកែសម្រួលបានគឺអ្វីទាំងអស់គឺនឹងស្ថិតនៅក្នុងកណ្ដាប់ដៃឬក៏ដំណើរការដោយរលូនបាទអញ្ចឹងសង្ឃឹមតែឆ្នាំម៉ូម៉ែបាទខមមិនពាក្យសាធុសូមឲ្យគ្រោះចេញឆ្ងាយហើយសូមបាទប្រទានពរជ័យសូមឲ្យជោគជ័យក្នុងកិច្ចការងារវិញបាទនេះគឺជាការបង្ហើបប្រាប់ឬក៏ការណែនាំឲ្យលោកអ្នកអនុវត្តបាទអញ្ចឹងសម្រាប់ការបកស្រាយនៅអត្ថបទដែលមានចំណងជើងថាហោរាសាធំប្រចាំខែមិថុនាឆ្នាំ2025ជូនចំពោះឆ្នាំរោងម្សាញ់មមីមម៉ែនៅពេលនេះក៏ត្រូវបានបញ្ចប់ផងដែរអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនដែលគាំទ្រក៏ដូចជាពេញចិត្តសូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅអត្ថបទថ្មីក្បួនគុនគូទូទាយក៏ដូចជាបាទចំណេះដឹងពីចំណេះយើងខ្ញុំផងដែរបាទពីខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាវិលមកជួបគ្នានៅអត្ថបទល្អៗអត្ថបទថ្មីក្រោយទៀតបាទសូមអរគុណ